បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទបែងប៉ាលីបាទធ្វើការបង្ហាញជាមួយនឹងវីដេអូប្លុកខ្លីមួយដែលកំពុងតែរៀបចំខ្ញុំដៃខ្ញុំជើងមែនតើជាមួយនឹងក្រុមគ្រួសារអញ្ចឹងណាដោយសារតែខែស្អែកនេះថ្ងៃទី21នេះគឺយើងបានរៀបចំជាមួយនឹងប៉ុនចម្រើនបច្ចុប្បន្នដូចជាប៉ុនបច្ច័យ4ជូនទៅដល់លោកឪពុកអ្នកម្ដាយផងដែរដូច្នេះហើយយើងក៏រៀងមមាញឹកបន្តិចណាពុកម៉ែបងប្អូនបាទហើយប៉ុននេះដែរគឺយើងធ្វើឡើងដោយសេចក្តីស្រឡាញ់ជាពីកូនទាំងអស់គ្នាជូនទៅដល់លោកឪពុកអ្នកម្ដាយអញ្ចឹងណាដូច្នេះហើយពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចចុច like ចុច share នៅចំពោះវីដេអូដែលយើងវីដេអូល្អចែកជូនទៅដល់ពុកម៉ែបងប្អូននេះគឺការចែករំលែកក្នុងសង្គមដែលល្អអញ្ចឹងណាមានន័យថាយើងធ្វើបុណ្យជូនឪពុកម្ដាយបាទទៅគឺជារឿងមួយដែលត្រឹមត្រូវដែរព្រោះដោយសារយើងជាកូនជាចៅអីចឹងយើងត្រូវតែមានការដឹងគុណទៅកាន់គាត់ហើយមួយទៀតយើងបានបំពេញជាលក្ខណៈថាបំពេញបុណ្យជូនគាត់ផងហើយមួយទៀតយើងក៏សូមខមាទោសរឿងទាំងឡាយណាដែលយើងធ្វើឡើងដោយអចេតនាឬក៏ចេតនាក្តីជូនទៅដល់ប៉ះពាល់ទៅដល់ឪពុកនិងម្ដាយរបស់យើងអញ្ចឹងដូច្នេះហើយយើងបានធ្វើល្អទៅកាន់គាត់ដូចបុណ្យបច្ច័យ4នេះបុណ្យចំណងចាំនេះគាត់នឹងសប្បាយចិត្តគាត់នឹងលើកលែងតយើងហើយយើងក៏បានបុណ្យច្រើនឪពុកម្ដាយរបស់យើងក៏បានបុណ្យច្រើននេះគ្នាណាហើយបន្តមកទៀតពុកម៉ែបងប្អូនអរគ្នាបាទកុំភ្លេចមកចូលរួមទាំងអស់គ្នានៅថ្ងៃទី21និងថ្ងៃទី22ហើយចំពោះថ្ងៃ21គឺយើងមានការបាទមានការច្រៀងរាំលេងអញ្ចឹងទៅហើយយើងមានការធ្វើបុណ្យជុំគ្នាញ៉ាំអាហារសាមគ្គីជុំគ្នានៅថ្ងៃទី21នេះគឺម៉ោង4ល្ងាចតែម្ដងហើយសម្រាប់ថ្ងៃទី22គឺយើងសូត្របុណ្យបញ្ចប់កម្មវិធីតែម្ដងដូច្នេះហើយពុកម៉ែបងប្អូនអរគ្នាបាទកុំភ្លេចចូលរួមទាំងអស់គ្នាបានច្រើនកកណាហើយអ្វីដែលសំខាន់កុំភ្លេចចាប់ពីពេលនេះទៅពុកម៉ែបងប្អូនរួមជាមួយនឹងខ្ញុំនេះយើងមកធ្វើអំពើល្អបានច្រើនដើម្បីឲ្យមានក្តីស្តុកនិងសេចក្តីចម្រើននៅក្នុងក្រុមគ្រួសារដូចជាក្នុងចិត្តយើងផ្ទាល់តែម្ដងអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនអរគ្នា